Good morning បងប្អូនទាំងអស់គ្នានៅក្បាលវីដេអូបងប្អូនបានឃើញហើយគឺម៉ាម៉ាជាមួយនឹងចៅប្រុសហាត់ប្រាណអញ្ចឹងក្នុងវីដេអូហ្នឹងគឺយើងបានឡើងទៅពីព្រឹកទៅហាត់ប្រាណឡើងកំពូលភ្នំក្រោមខេត្តសៀមរាបយើងអញ្ចឹងបងប្អូនតាមដានទាំងអស់គ្នាមើលsunriseជាមួយនឹងម៉ាម៉ាគ្រួសារទេសភាពស្អាតណាស់ពុកម៉ែបងប្អូនតើបងប្អូនណាខ្លះដែលបានធ្លាប់ទៅមើលថ្ងៃរះនៅលើកំពូលភ្នំក្រោមខេត្តសៀមរាបរបស់យើងហ្នឹងអាចចូល comment នៅខាងក្រោមមកអាចណាត់គ្នាចូល team ដើម្បីទៅមើលនៅថ្ងៃក្រោយទៀតអញ្ចឹងនៅពេលដែលយើងក្រោកពីព្រឹកយើងក្រោកដំបូងវារៀងនៅងងុយអញ្ចឹងណាប៉ុន្តែនៅពេលដែលយើងបានចេញដើរហើយយើងបានឃើញទេសភាពដូចពុកម៉ែបងប្អូនបានឃើញអញ្ចឹងគឺស្រស់ស្អាតមែនទែនយើងមើលពីភ្នំក្រោមទៅគឺយើងឃើញទន្លេយើងឃើញទេសភាពជាច្រើនដូចពុកម៉ែបងប្អូនបានឃើញក្នុងវីដេអូហ្នឹងគឺវាធ្វើអារម្មណ៍ស្រស់ស្រាយហើយយើងមានអារម្មណ៍មួយថាជារក្សាទុកជាអនុស្សាវរីយ៍ជួបជុំក្រុមគ្រួសារអញ្ចឹងណាហើយអានេះគឺកន្លែងដែលយើងទៅដើរទៅដល់ចុងកំពូលភ្នំមួយទៀតយើងឡើងទៅដល់ភ្នំហើយយើងឡើងទៅដល់កំពូលមួយទៀតអញ្ចឹងវាតាមដងផ្លូវគឺដូចយើងនៅក្នុងព្រៃអញ្ចឹងណាក៏ប៉ុន្តែមានបងប្អូនយើងខ្លះគាត់ជិះកង់ហាត់ប្រាណនេះដូចខ្ញុំថតអញ្ចឹងគឺគាត់បានជិះកង់ឲ្យទៅដល់មុនពួកខ្ញុំទៀតមានអ្នកឡើងទៅដល់ពេលព្រឹកព្រលឹមជាងពួកខ្ញុំទៀតអញ្ចឹងអ្នកខ្លះគាត់មានជាកាហ្វេជាតែក្តៅដើម្បីញ៉ាំព្រឹកឡើងមើលទេសភាពនៅលើភ្នំក្រោមនឹងអញ្ចឹងណានេះម៉ាកុងហើយនឹងប្អូនប៉ៅហើយមានក្មួយប្រុសក្មួយស្រីហើយនឹងប្អូនទី2អញ្ចឹងគឺយើងបានទៅហើយយើងមានអារម្មណ៍ថាអ្វីបើថាយើងក្រោកពីព្រឹកអត់ងុយមែនក៏ប៉ុន្តែទៅដល់ទីនោះគឺស្រស់ស្រាយនេះដែលយើងមើលទៅទិដ្ឋភាពផ្ទះបងប្អូនរបស់យើងដែលគាត់នៅតាមទន្លេគឺមើលទៅឃើញនៅពីក្រោមហើយថ្ងៃរៀបរះហ្នឹងក៏ស្រស់ស្អាតទៀតនិយាយទៅគឺมันអាចពិពណ៌នាបានថាអូវាអស្ចារ្យបែបម៉េចទៅតាបងប្អូនបានទៅឃើញផ្ទាល់ភ្នែកខ្លួនឯងបានដឹងថាវ៉ាវពិតជាអស្ចារ្យពិតមែនអញ្ចឹងនៅត្រឹមសៀមរាបទេគ្នាយើងអ្នកនៅសៀមរាបកុំភ្លេចសាកល្បងទៅទាំងអស់គ្នាអញ្ចឹងដូចខ្ញុំបង្ហាញមើលហ្នឹងគឺថ្ងៃចិត្តរះហើយគាត់ថាវាមិនទាន់ជារះបាន 100% ទេអញ្ចឹងណាសង្ឃឹមថាពុកម៉ែបងប្អូនបានទៅសាកល្បងនឹងបានទៅលេងនឹងបានទៅមើលថ្ងៃរះទាំងអស់គ្នានៅលើកំពូលភ្នំក្រោមអញ្ចឹងវាចាត់ទុកតែជាការផ្លាស់ប្ដូរបរិយាកាសជួបជុំក្រុមគ្រួសារហើយវាផ្ដល់ឲ្យសុខភាពរបស់យើងល្អអារម្មណ៍ស្រស់ស្រាយជាមួយនឹងខ្យល់បរិយាកាសធម្មជាតិដែលយើងហត់នឿយពីការងារយើងឆ្លៀតពេលទៅហាត់ប្រាណក្រោកពីព្រលឹមអញ្ចឹងគឺស្រស់ស្រាយមែនទែនហើយនេះគឺនៅចុងវីដេអូគឺយើងបានត្រឡប់មកវិញហើយថ្ងៃភ្លឺហើយអញ្ចឹងយើងត្រឡប់មកវិញដើម្បីទៅមុជទឹករួចហើយបានទៅស្រស់ស្រូបអាហារពេលព្រឹកជួបជុំបងប្អូនទាំងអស់គ្នាអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូរបស់ម៉ាកុងអញ្ចឹងជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលាបាយបាយ